ដើម្បីចូលរួមបង្កបរិយាកាសនៅក្នុងកម្មវិធីឲ្យកាន់តែមានភាពសប្បាយរីករាយសូមរីករាយកំសាន្តនៅបទចម្រៀងដែលមានចំណងជើងថាស្រែមិនឈ្នះស្និទ្ធដែលជាការបកស្រាយរបស់លោកគ្រីថៃពៅហើយនិងលោកអឹងថៃជាបន្តសូមអញ្ជើញទស្សនានិងឡើងរងកំសាន្តទាំងអស់គ្នាដូចតទៅចាឃើញថាពិតជាសប្បាយរីករាយខ្លាំងមែនទែននៅក្នុងការជួបជុំជាមួយនឹងសមាគមទូរទស្សន៍កម្ពុជាក៏ដូចជាបងប្អូនដែលកំពុងតាមដានទស្សនាក៏រីករាយជាមួយនឹងកម្មវិធីដែរចា3ថ្ងៃចូលឆ្នាំខ្មែររបស់យើងរំអត់ឈប់ទេនេះតើឲ្យតែលឺបទចម្រៀងចាពេញមុខវិមានច្រើនចង្វាក់តែបើសិនជាខ្ញុំវិញចូលចិត្តតែកន្ទ្រឹមពេលខ្លះកន្ទ្រឹមចូលដល់ចង់ញាក់ពីអ៊ំពុំមីងបងប្អូនទាំងអស់គ្នាពេលខ្លះឲ្យតែពេលកន្ទ្រឹមគាត់ដល់ចូលតែបើថារំក្បាច់គាត់ចូលវិញតែគាត់ចូលចិត្តមួយអញ្ចឹងណាបាទអញ្ចឹងអ្នកទាំងពីររំលេងកំសាន្តបន្តទៀតក៏ដូចជាជាមួយនឹងសិល្បករសិល្បករនេះពិធីករពិធីករនេះពិសេសហ្នឹងបទចម្រៀងនេះគឺជាបទសម្រាប់គេហៅថានាងខ្ញុំតែម្ដងហើយអរគុណដល់អ្នកទាំងពីរចាដែលបានចាផ្ដល់កិត្តិយសដល់ខ្ពស់សម្រាប់នាងខ្ញុំព្រោះថាឲ្យតម្លៃខ្ពស់តែយើងទៀបចង់និយាយថាចាគឺអូមនាងខ្ញុំចាព្រោះដោយសារនាងខ្ញុំគឺជាស្ត្រីភេទចាដោយសារបទចម្រៀងមួយនេះគឺយើងចង់ឲ្យរួមគ្នាចាលើកកម្ពស់ gender ចាបានថាស្ត្រីគឺមានសិទ្ធិស្មើនឹងបុរសចាអញ្ចឹងក៏សូមរីករាយស្ដាប់កំសាន្តនៅបទចម្រៀងបន្តទៀតរួមជាមួយនឹងការរាំលេងកំសាន្តពីសិល្បករសិល្បករនេះនៅបទចម្រៀងដែលមានចំណងជើងថារួមគ្នាលើកកម្ពស់ gender ដែលបកស្រាយឲ្យតារាចម្រៀង3រូបចាយ៉ាងច័ន្ទរតនារឿនពិសីនិងវណ្ណណានាដូចតទៅសូមគោរពអញ្ជើញខ្ញុំបាទជុនមឹងនាងខ្ញុំយូប៊ីនាងខ្ញុំលីហួយខ្ញុំបាទសេលីយើងខ្ញុំទាំង4នាក់តំណាងឲ្យទូរទស្សន៍ One TV Cambodia នៅក្នុងថ្ងៃនេះពិតជាមានសេចក្តីសំណោះរីករាយជាកាយលែងពន់ពេកដែលបានចូលរួមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលរៀបចំឡើងដោយសមាគមទូរទស្សន៍កម្ពុជាបាទនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះផងដែរបងប្អូនប្រជាពលរដ្ឋយើងបាទគ្រប់ខេត្តក្រុងច្បាស់ណាស់ពួកគាត់នឹងមានដំណើរកម្សាន្តទៅទីរមណីយដ្ឋានផ្សេងៗហើយជាការរំលឹកផងដែរយើងក៏សូមឲ្យបងប្អូនទាំងអស់គ្នាបើកបរដោយមានការប្រុងប្រយ័ត្នដើម្បីបញ្ជៀសនៅករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកាត់ឡើងជាយថាហេតុហើយបន្ថែមលើពីនេះយើងកុំភ្លេចបាទចូលរួមពាក់ម៉ាស់ទាំងអស់គ្នាក៏ដូចជាបាទលាងដៃជាមួយចែលឬអាល់កុលដើម្បីទប់ស្កាត់នៅការរីករាលដាលនៃមេរោគ COVID-19 ដើម្បីចូលរួមបង្កបរិយាកាសនៅក្នុងកម្មវិធីឲ្យកាន់តែមានភាពសប្បាយរីករាយសូមរីករាយកំសាន្តនៅបទចម្រៀងដែលបកស្រាយដោយកញ្ញាឈិនរតនៈក្រោមចំណងជើងថាកាច់ការលំចង់ដែលជាចង្វាក់រាំវង់ជាបន្តសូមអញ្ជើញទស្សនានិងឡើងរងកំសាន្តទាំងអស់គ្នាដូចតទៅក្នុងពេលវេលាដ៏មហាអ្នកខន្ត្រឹកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះយើងខ្ញុំមានចម្រៀងដើម្បីកំដរអារម្មណ៍ប្រិមិត្តនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះដែលបទមានចំណងជើងថារំឆាឆាដែលជាការបកស្រាយដោយកញ្ញាគង់កែវមរកាត់ដូច្នេះសូមប្រិមិត្តរីករាយទស្សនាកំសាន្តដូចតទៅបន្ទាប់ពីលោកអ្នកទស្សនានឹងរាំលេងកំសាន្តពីកម្មវិធីរបស់យើងនៅតែមានបទចម្រៀងជាបន្តទៀតសម្រាប់បំពេអារម្មណ៍និងជាផ្ទាំងទស្សនីយភាពសម្រាប់អបអរសាទរឆ្នាំថ្មីដែលបទនេះមានចំណងជើងថាឯកាប្រពន្ធចាដែលជាការបកស្រាយដោយលោកឈឹមកក្កដានិងលោកវងថាណាន់រីករាយកំសាន្តពីកម្មវិធីរបស់យើងដូចតទៅសូមជើញសូមគោរពសម្ដេចឯកឧត្តមអង្គញាលោកជំទាវលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីសួស្តីឆ្នាំថ្មីឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566គ្រិស្តសករាជ2022យើងខ្ញុំទាំងអស់គ្នាបាទជាពិធីករនិងពិធីការនីតំណាងឲ្យអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ននិងស្ថានីយទូរទស្សន៍ BTV មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាមួយសមាគមទូរទស្សន៍កម្ពុជាដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបាទជាការប៉ុណ្ណាបើទោះបីជាវិបត្តិ COVID-19 នៅតែមានបន្តបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងក៏នៅតែមានការយកចិត្តទុកដាក់ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាគឺយកចិត្តទុកដាក់ខ្ពស់នៅក្នុងការអនុវត្តបាទចង់ឲ្យបងប្អូនអរគ្នាចូលរួមអនុវត្តហើយនឹងចាត់នៅវិធានការផ្សេងបាទទោះបីជាយើងចូលរួមអបអរសាទរក៏ដោយប៉ុន្តែសូមឲ្យការចូលរួមអបអរសាទររបស់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងទាំងអស់គ្នាប្រកបដោយភាពរីករាយហើយនឹងសុខសុវត្ថិភាពជៀសឆ្ងាយពីជំងឺ COVID-19 ដែលអនុវត្តនៅវិធានការ3ការពារ3កុំពិតប្រាកដណាស់យើងបានជួបជុំគ្នាក៏ដោយសារតែយើងទាំងអស់គ្នាគឺទទួលបាននៅសុខសន្តិភាពពេញលេញអរគុណសន្តិភាពអរគុណហើយអរគុណជាពិសេសដល់ប្រមុខថ្នាក់ដឹកនាំដែលបានផ្ដល់នៅការការពារគឺការចាក់វ៉ាក់សាំងយ៉ាងគ្រប់គ្រាន់ដល់ប្រជាជនកម្ពុជារបស់យើងដែលធ្វើឲ្យដំណើរការនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ2022ដំណើរការទូទាំងប្រទេសប្រកបដោយភាពសប្បាយរីករាយហើយសមាគមទូរទស្សន៍កម្ពុជាក៏បានសម្រិតសម្រាំងរៀបចំជាមួយនឹងផ្ទាំងទស្សនីយភាពប្លែកៗមែនទែនសម្រាប់ឆ្នាំនេះបាទសម្រាប់វគ្គនេះដែរពីកម្មវិធីរបស់យើងនឹងបង្ហាញជូននៅរបាំឆៃយ៉ាំភូមិយើងចឹងដឹងថាតើនៅក្នុងភូមិយើងគឺឆៃ
ចាំមានទស្សនវិជ្ជាបែបណាសូមទស្សនាពីកម្មវិធីដូចតទៅសូមគ្រប់អញ្ជើញប្រិមត្តទស្សនិកជននឹងទទួលបាននូវអារម្មណ៍សប្បាយរីករាយតាមរយៈការរៀបចំយ៉ាងពិសេសពីសមាគមទូរទស្សន៍កម្ពុជាហើយអ្វីដែលពិសេសក្នុងថ្ងៃនេះមិនត្រឹមតែមានការចូលរួមពីសិល្បករសិល្បករនេះមកអញ្ជើញមកគ្រប់ស្ថានីយ៍ទូរទស្សន៍តែប៉ុណ្ណោះទេបាទមានតែក្រុមរបាំប្រពៃណីដែលធ្វើឲ្យប្រិមត្តទស្សនិកជនទស្សនា3យប់3ថ្ងៃនេះគឺប្លែកអារម្មណ៍សប្បាយរីករាយត្រហឹងអឹងកងគ្រប់ទីកន្លែងចាឲ្យស្មាននេះដែរបងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ក៏ដូចជានៅតាមប្រទេសនានាគឺគាត់កំពុងតែលេងល្បែងប្រជាប្រិយជាមួយនឹងបងប្អូនក៏ដូចជាអ្នកជិតខាងអីចឹងដែរចាសប្បាយរីករាយបងរស៊ីមានស្គាល់ល្បែងប្រជាប្រិយរបស់យើងច្រើនអត់ល្បែងប្រជាប្រិយអូល្បែងប្រជាប្រិយមានដូចជាបាទបងអង្គុញចោលឈូងគៀងព្រាត់ស្ដាច់ចង់ណាចាអូហើយទាំងអស់ហ្នឹងគឺបងចូលចិត្តលេងមួយណាជាងគេចូលចិត្តលេងគេហៅថាចោលឈូងចោលឈូងអូចាអរគុណច្រើនហើយជាបន្តទៀតនេះយើងមានបទចម្រៀងដ៏ពីរោះមួយបទដែលមានចំណងជើងថាឈូងសន្តិភាពបាទគួបផ្សំជាមួយនឹងប្រទេសរបស់យើងដែលពោពេញទៅដោយសន្តិភាពនិងការអភិវឌ្ឍយ៉ាងពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃនៃមគ្គុទ្ទេសក៍បាទសន្តិភាពសម្ដេចតេជោនាយករដ្ឋមន្ត្រីឥឡូវនេះទៅដល់ទីណាបងប្អូនរបស់យើងមានសន្តិភាពទី1សន្តិភាពផ្លូវចិត្តបាទសន្តិភាពរាងកាយអាចប្រកបមុខរបរចិញ្ចឹមជីវិតបានគ្រប់គ្នាមានសេដ្ឋកិច្ចធូរធារហើយឥឡូវនេះយើងអាចនិយាយថាប្រទេសរបស់យើងសឹងតែមានសន្តិភាពពីជំងឺ Covid-19 ថែមទៀតចាប៉ិតមែនហើយបរិស័យគឺអ្វីពិសេសគឺអរគុណទៅដល់រដ្ឋាភិបាលមែនតើតែខ្នះខ្នែងជូនទៅដល់ប្រជាពលរដ្ឋជាពិសេសគឺការអភិវឌ្ឍតែម្ដងគ្រប់ទិសទីគ្រប់បណ្ដាខេត្តនេះជាការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ពីសុខុមាលភាពសាធារណៈជូនទៅដល់ប្រជាជនជាពិសេសគឺស្វះស្វែងអស់ហើយបាទរោគវ៉ាក់សាំងការពារ Covid-19 ដើម្បីចាក់ជូនប្រជាជនយើងមានវ៉ាក់សាំងអ្នកខ្លះចាក់3ដង4ដងថែមទាំងកុមារឥឡូវនេះបាទអាយុចាប់ពី3ឆ្នាំទៅបានចាក់វ៉ាក់សាំងទៀតទើបស្រុកទេសរបស់យើងអាចនិយាយថាអាចមានសន្តិភាពពីជំងឺ Covid-19 បានចាបើនិយាយបានគឺប្រទេសរបស់យើងគឺមានសំណាងជាប្រទេសផ្សេងព្រោះដោយសារតែយើងមានវ៉ាក់សាំងរហូតដល់4ដងប្រទេសគេអាចតែមានតែ2ដងទេណាបងចាឥឡូវនេះគឺប្រទេសរបស់យើងមានរហូតដល់4ដងពិតជាសំណាងមែនទេប្រទេសខ្លះក៏អាចមានសន្តិភាពជាមួយនឹង Covid-19 តែប្រទេសយើងអាចមានសន្តិភាពពី Covid-19 អរគុណចាស់ជាបន្តទៀតសូមរីករាយកំសាន្តជាមួយនឹងបទឈូងសន្តិភាពដែលបកស្រាយដោយលោកជីវ៉ានិងអ្នកនាងសៀងហៃដូចតទៅសូមគោរពអញ្ជើញចាដើម្បីកុំឲ្យខាតពេលយូរសូមទស្សនាក៏ដូចជារួមលេងកំសាន្តជាមួយនឹងចាបទចម្រៀងដែលមានចំណងជើងថាអរគុណសន្តិភាពបកស្រាយដោយលោកថៃថៃបើលោកឈឹមសក្តាកញ្ញាឈិនមនិចរួមជាមួយនឹងកញ្ញាសោភាទី2សូមអញ្ជើញតាមដានទស្សនានិងរួមលេងកំសាន្តជាបន្តទៀតដូចតទៅបានបាទយើងខ្ញុំតាំងពីតំណាងឲ្យស្ថានីយ៍វិទ្យុនិងទូរទស្សន៍ហង្សមាសនិងរស្មីហង្សមាស HD TV សូមការអនុញ្ញាតគ្រប់ប្រិយមិត្តទស្សនិកជនដែលកំពុងទស្សនាការផ្សាយពិសេសតាមរយៈសមាគមទូរទស្សន៍កម្ពុជានៅក្នុងថ្ងៃនេះពេលវេលានេះគឺជាពេលវេលាដ៏ពិសេសមែនទែនដែលក្រុមការងារបានរៀបចំនៅបទចម្រៀងដ៏វិសេសវិសាលមួយដែលជាបទចម្រៀងមានចំណងជើងថាមរតកដៃជោនយោបាយឈ្នះឈ្នះសង្ឃឹមថាប្រិយមិត្តទស្សនិកជននឹងចូលរួមរាំលេងកម្សាន្តជាមួយនឹងសិល្បករសិល្បករនេះព្រោះថាបទនេះគឺមានអត្ថន័យដ៏ជ្រាលជ្រៅមែនទែនបាទមរតកដៃជោនយោបាយឈ្នះឈ្នះនេះគឺសំដៅទៅលើបទចម្រៀងដែលក្រុមការងារបានតាក់តែងនិពន្ធជាពិសេសតែម្ដងដែលយើងរំលឹកអំពីគេហៅដំណើររឿងនៃក្រុមការងារដែលបានចុះទៅដោះស្រាយវិវាទដីធ្លីបារម្ភរាយជាង20ឆ្នាំដោយគេហៅថាអនុលោមឬក៏លំអាននៃនយោបាយឈ្នះឈ្នះទើបយើងបានដោះស្រាយបើគេថាវិវាទដីធ្លីបានរយៈពេលជាង20ឆ្នាំនោះដោយលឿនបំផុតដោយជោគជ័យដោយសន្តិភាពផ្លូវចិត្តជូនទៅដល់ប្រជាជនអរគុណច្រើនសម្រាប់ការចុះទៅដល់បាទទីតាំងពីសំណាក់ឯកឧត្តមប៉ាន់ខែមុនថនដែលជាគេហៅថានាយករងនៃខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកបានខិតខំប្រឹងប្រែងចូលរួមទៅបាទដើរតាមលំអាននៃនយោបាយចាស់ធ្វើឲ្យវិវាទដីធ្លីរ៉ាំរ៉ៃនេះគឺ20ឆ្នាំដោះស្រាយបានលឿនដូច្នេះហើយបទចម្រៀងនេះគឺនិពន្ធជាពិសេសផ្ទាល់តែម្ដងដូច្នេះសង្ឃឹមថាបងប្អូននឹងចូលរួមអបអរសាទរដើម្បីរំលឹកនឹកដល់បាទនយោបាយឈ្នះឈ្នះដែលជាមរតករបស់សម្ដេចតេជោអរគុណដូច្នេះសូមរីករាយទស្សនាដូចតទៅអនុញ្ញាតគោរពជម្រាបសួរអាយដាមអ្នកអញ្ញាលោកជំទាវលោកសេនីកញ្ញាប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំទាំងអស់គ្នាតំណាងឲ្យអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ននិងស្ថានីយ៍ទូរទស្សន៍ BTV សូមចូលរួមអបអរសាទរក្នុងការពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលរៀបចំឡើងដោយសមាគមទូរទស្សន៍កម្ពុជាចាឃើញថាគឺពិតជាចាកម្មវិធីមួយដ៏សប្បាយរីករាយនៃការជួបជុំកម្មវិធីថតពិសេសរបស់សមាគមទូរទស្សន៍កម្ពុជាដែលមានវត្តមានរបស់បងប្អូនសិល្បករសិល្បករនេះសប្បាយរីករាយខ្លាំងមែនតើចាក្នុងនោះក៏យើងឃើញថាមានការចូលរួមពីពិធីករនីតាមបណ្ដាស្ថានីយ៍ទូទាំងប្រទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងដើម្បីបង្កើតបរិយាកាសនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងគឺរយៈពេល3ថ្ងៃពេញតែម្ដងព្រោះថា
ខានជប់ជុំគ្នាច្រើនឆ្នាំមកហើយបាទ ជាការប៉ុណ្ណាពីព្រោះថាភាពសប្បាយរីករាយស្នាមញញឹមនិងការរំលេងសប្បាយជួបជុំលក្ខណៈគ្រួសារលក្ខណៈបងប្អូននៅក្នុងភូមិស្រុកអីផ្សេងៗអញ្ចឹងគឺមានការខកខានហើយសម័យឃើញរូបភាពហ្នឹងគឺថាចង់ឲ្យកើតមានឡើងជាបន្តបន្ទាប់ជាហូរហែជារៀងរាល់ឆ្នាំតែយើងអាក់ខានដោយសារវិបត្តិ COVID-19 ចាតែមិនធ្វើទេបាទជារឿងមួយដែលយើងគួរតែត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាហើយក៏សូមគោរពនិងកោតសរសើរចំពោះថ្នាក់ដឹកនាំដែលលោកបានគិតគូរពោះចំពោះនៅសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើងដំណាក់កាលដែលធ្ងន់ធ្ងរលោកមិនអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីបុណ្យជាតិទេប៉ុន្តែដំណាក់កាលដែលយើងធូរស្បើយដូចឆ្នាំនេះអញ្ចឹងលោកដាច់ខាតទៅឲ្យតែប្រជាជនរបស់យើងទាំងអស់គ្នារីករាយក្នុងឱកាសបុណ្យចូលឆ្នាំនេះទាល់តែបានចាអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាយើងសងជំងឺចិត្តចាសប្បាយលើសដើមគុណនឹង3ឆ្នាំនេះសប្បាយអាណាណ័យសម្រាប់ចូលឆ្នាំ2022នេះតែទោះជាសប្បាយយ៉ាងណាក៏ដោយក៏ការពារខ្លួនខ្លះដែរអរគុណបាទសូមអនុញ្ញាតបន្តពីកម្មវិធីនៅឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងឃើញថាបទចម្រៀងជាច្រើនបទក៏បានផ្ដល់ជូនទៅដល់បងប្អូនរាជទេសនានិងស្ដាប់កំសាន្តហើយបទចម្រៀងនៅវគ្គនេះដែរគឺបន្តគឺមានចំណងជើងថាឃាតករលាក់មុខឃាតករលាក់មុខអ្នកទាំងពីរប្រហែលជាដឹងហើយណាបាទកូវីដហ្នឹងហើយនិយាយរួមគឺបើសិនជានិយាយពាក្យចំណងជើងហ្នឹងមកផ្លែតធ្វើឲ្យយើងគិតប៉ុន្តែបើសិនជាគិតតែមកផ្លែតយើងអាចឃើញរូបភាពហ្នឹងហើយកូវីដហ្នឹងហើយដែលជាឃាតករលាក់មុខនោះបាទឃាតករលាក់មុខហើយបទចម្រៀងគឺបទចម្រៀងជាគេដែលបកស្រាយដោយកញ្ញាសោភាទី2អញ្ចឹងសូមបងប្អូនរាជទេសនានិងស្ដាប់កំសាន្តដូចតទៅសូមគោរពអញ្ជើញ